ដូច្នេះញាតិញោមជាកូនចៅប្រុសស្រីទាំងអស់បើសិនជាឪពុករបស់យើងគាត់ជាអ្នកការពារនៅជាតិសាសនាព្រះមហាក្សត្រយើងជាកូនចៅប្រុសស្រីហ្នឹងក៏ត្រូវតែស្នងតំណែងពីគាត់ការពារឲ្យបាននៅអ្វីដែលគាត់ខំប្រឹងប្រែងពីមុនមកឧទាហរណ៍ថាគាត់បម្រើជាតិបម្រើសាសនាហើយកូនចៅប្រុសស្រីក៏ត្រូវតែជាអ្នកបម្រើជាតិសាសនាបន្តទៅពីគាត់ដែរចាស់បុរាណក៏និយាយថាទំពាំងស្នងរិស័យកូនចៅប្រុសស្រីស្នងពីឪពុកម្ដាយណាបើឪពុកម្ដាយគាត់ធ្វើការរាជការគាត់បម្រើប្រជាជនបានល្អយើងជាកូនចៅប្រុសស្រីហ្នឹងក៏ត្រូវតែមានកាតព្វកិច្ចបម្រើប្រជាជនឲ្យល្អដែរបុណ្យសពគេហៅថាជាបណកិច្ចបុណ្យសពនេះឡើងដើម្បីយើងធ្វើទៅតាមលំអាននៃព្រះពុទ្ធសាសនាផងធ្វើទៅតាមប្រពៃណីវប្បធម៌ជនជាតិខ្មែរយើងផងដូច្នេះញាតិញោមពុទ្ធបរិស័ទស្រីប្រុសដែលកំពុងមានសេចក្តីទុក្ខជាទម្ងន់ដោយសារតែលោកវរៈសេនីយ៍ត្រីម៉មសម្បត្តិដែលត្រូវជាស្វាមីនិងត្រូវជាប្តិនិងត្រូវជាឪពុកដ៏ល្អរបស់កូននិងជាស្វាមីដ៏ល្អរបស់ភរិយានោះគឺគាត់បានចែកឋានទៅហើយនៅឡើយគឺនៅសល់តែគេឈ្មោះកិត្តិយសដែលគាត់បន្សល់ទុកសម្រាប់ឲ្យអ្នកចំនួនក្រោយបន្តវេនអ្វីដែលយើងបានឃើញក្នុងពេលនេះគឺយើងឃើញថាឧបាសកម៉មសម្បត្តិគឺគាត់ចែកឋានហើយប៉ុន្តែអ្វីដែលមិនទាន់ចែកឋានឬក៏អ្វីដែលមិនទាន់បាត់បង់គឺការអប់រំនិងការបម្រើជាតិមាតុភូមិបើទោះជាគាត់ស្លាប់ទៅពិតមែនប៉ុន្តែគេឈ្មោះកិត្តិយសនៃការបម្រើជាតិមាតុភូមិបម្រើជាតិសាសនាព្រះមហាក្សត្រនោះគឺមិនតាន់បាត់បង់ទេរូបធម៌ទៅមែនប៉ុន្តែនាមធម៌មិនតាន់បាត់បង់ទេនាមធម៌គឺអីគឺគេឈ្មោះនឹងឯងគេឈ្មោះដែលបានបម្រើជាតិសាសនាព្រះមហាក្សត្រនិងកសាងគ្រួសារអប់រំកូនឲ្យដើរទៅតាមផ្លូវល្អទាំងអស់នឹងឯងគេហៅថានាមធម៌អញ្ចឹងបើទោះជាគាត់ស្លាប់ទៅពិតមែនប៉ុន្តែគុណធម៌របស់គាត់មិនទាន់ស្លាប់ទេណាដូច្នេះញាតិញោមជាកូនចៅប្រុសស្រីទាំងអស់បើសិនជាឪពុករបស់យើងគាត់ជាអ្នកការពារនៅជាតិសាសនាព្រះមហាក្សត្រយើងជាកូនចៅប្រុសស្រីហ្នឹងក៏ត្រូវតែស្នងតំណែងពីគាត់ការពារឲ្យបាននៅអ្វីដែលគាត់ខំប្រឹងប្រែងពីមុនមកឧទាហរណ៍ថាគាត់បម្រើជាតិបម្រើសាសនាហើយកូនចៅប្រុសស្រីក៏ត្រូវតែជាអ្នកបម្រើជាតិសាសនាបន្តទៅពីគាត់ដែរចាស់បុរាណក៏និយាយថាទំពាំងស្នងរិស័យកូនចៅប្រុសស្រីស្នងពីឪពុកម្ដាយណាបើឪពុកម្ដាយគាត់ធ្វើការរាជការគាត់បម្រើប្រជាជនបានល្អយើងជាកូនចៅប្រុសស្រីហ្នឹងក៏ត្រូវតែមានកាតព្វកិច្ចបម្រើប្រជាជនឲ្យល្អដែរអាហ្នឹងបើឲ្យឈ្មោះថាជាទំពាំងស្នងរិស័យតើនេះញោមអ្វីដែលយើងកើតទុកមិនសុខចិត្តរឿងដែលយើងកើតទុកមិនសុខចិត្តថាមិនគួរនឹងគាត់ស្លាប់ចោលយើងណោះនិយមពុទ្ធបរិស័ទធ្លាប់ជួបហើយតែតាមការពិតទាំងអស់នៅលើផែនដីនេះសិតតែជារបស់គួរទាំងអស់មិនមែនជារបស់មិនគួរទេយើងគិតថាឧបាសកម៉មសម្បត្តិមិនគួរស្លាប់ទេប៉ុន្តែតាមធម៌របស់ព្រះសម្មាសម្ពុទ្ធសត្វទាំងអស់កើតឡើងមកហើយតែទាំងស្លាប់ទៅវិញ
ជារបស់គួរទាំងអស់មិនមានធម្មជាតិឯណាដែលថាមិនគួរទេគឺគួរទាំងអស់មនុស្សស្លាប់ឡើងមនុស្សកើតឡើងរមែងស្លាប់ទៅវិញជាធម្មតាអញ្ចឹងនៅលើផែនដីនេះគ្មានរបស់ណាដែលថាមិនគួរទេវាគួរនឹងកើតឡើងហើយរបស់ខ្លះយើងមើលនឹងភ្នែកយើងមើលថាវាមិនគួរកើតឡើងទេតែតាមការពិតអារបស់ហ្នឹងវាកើតឡើងយូរហើយណាដូចជាជាតិចរាព្យាធិមរណៈទាំង4ហ្នឹងយើងគិតថាចង់ឲ្យផុតពីចរាព្យាធិមរណៈហ្នឹងណាគឺគិតថាវាមិនគួរកើតឡើងតែតាមការពិតអានោះវាកើតឡើងយូរហើយបើទោះជាយើងខំប្រឹងប្រែងរត់កិច្ចយ៉ាងណាក៏មិនអាចរត់កិច្ចបានអំពីទុក្ខចរិតជាធិមរណៈហ្នឹងវាណាគេរត់កិច្ចបានទេមែនទេញោមសូម្បីតែព្រះសម្មាសម្ពុទ្ធព្រះអង្គមិនដែលរត់កិច្ចផងបើទោះជាយើងរត់កិច្ចពីផែនដីហ្នឹងទៅរស់នៅលើឋានប្រច័នក៏ដោយតែចំក្រោយនោះកម្មវាឲ្យផលត្រូវស្លាប់ដូចគ្នានោះមែនទេញោមអ្នកខ្លះយើងមើលអ្នកខ្លះស្លាប់នៅលើគ្រែអត់មានរឿងអីសោះស្លាប់ដែរអ្នកខ្លះដើរទៅខ្យល់គោដួលនឹងដីស្លាប់បាត់ឃើញទេអញ្ចឹងញាតិញោមពុទ្ធបរិស័ទជីវិតយើងណាដល់ពេលដែលត្រូវស្លាប់ហើយបើទោះជាយើងខំប្រឹងប្រែងរកឆ្នាំពីណាមកក៏ទុកមិនជាប់ដែរទុកអត់ជាប់ទេព្រោះមនុស្សប្រព្រឹត្តទៅតាមកម្មតើណាញោមមនុស្សយើងនេះណាប្រព្រឹត្តទៅតាមកម្មមុនីវតតិលោកោសត្វលោកប្រព្រឹត្តទៅតាមកម្មហើយបុគ្គលណាដែលកិច្ចផុតអំពីកម្មបានវាអត់មានព្រះឯណាមកជួយយើងឲ្យផុតពីទុក្ខជារាព្យាធិមរណៈនឹងបានទេមានតែខ្លួនយើងទេបើយើងចង់រត់គេចអំពីទុក្ខជារាព្យាធិមរណៈនឹងបានតើតែយើងលុះនៅក្នុងព្រះនិព្វានលុះនៅក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការទើបយើងរត់ផុតបានតែបើសិនបើយើងវាមិនលុះផងបានអីនឹងរត់នឹងបែរនឹងរត់ផុតចាកទុក្ខអត់មានទេណាញោមបាទហើយញាតិញោមមើលរវាងមនុស្សហើយនឹងខ្មោចឧទាហរណ៍តិចចាអាត្មានៅក្នុងវត្តណាញាតិញោមអាត្មាមិនដែលខ្លាចខ្មោចទេនិយាយមែនសឹងជាមួយខ្មោចទេណោះរងថ្ងៃហ្នឹងមែនទេញោមអ្នកខ្លះគេថាអូខ្លាចណាស់តែចំពោះអាត្មាអត់ខ្លាចទេខ្មោចអាត្មាខ្លាចជាងគេមនុស្សមែនទេញោមមនុស្សណាមនុស្សអាចសម្លាប់យើងបានណាមែនទេញោមតែខ្មោចមិនដែលសម្លាប់មនុស្សទេអាត្មាដើរជួបតញយហ្នឹងប៉ុន្តែអាត្មាមានខ្លាចពេលខ្លះទៅមកលេងចុងជើងក៏មានមកលេងចុងជើងមកទៅតែកុំឲ្យប៉ះពាល់អាត្មាហ្នឹងហើយពីមុនដើរទៅសពគេចង់មកលងអាត្មាគេធ្វើសំលេងស្អីទេធ្វើសំលេងមនុស្សជំនុំគ្នាច្រើនគ្នាអាត្មាឈូលពលទៅមានពលមួយឈូលទៅបាត់សំលេងនឹងបាត់អាហ្នឹងអញ្ចឹងនៅកុដព្រះអង្គមេគុណកាលហ្នឹងកុដព្រះអង្គមេគុណបើទោះជាយ៉ាងណាក៏ដោយញាតិញោមហើយវាគ្មានអ្វីខ្លាំងជាងចិត្តរបស់យើងទេបើកាលណាចិត្តរបស់យើងវារឹងមាំហើយណាខ្មោចមកពីណាក៏ដោយក៏ចូលយើងមិនកើតដែរណាញោមហើយរឿងដែលយើងគួរភ័យខ្លាចជាងគេមិនមែនខ្មោចទេគឺមនុស្សយើងមើលណាមនុស្សប្រកបទៅដោយលោភៈទោសៈមោហៈហើយបើកាលណាមនុស្សមានលោភៈទោសៈមោហៈហើយណាមនុស្សខ្លះកាប់ចាក់គ្នាអត់ដឹងថាមនុស្សឬក៏សត្វធាតុទេមែនទេញោមយើងមើលអ្នកខ្លះអីមើលមកវឹកមុននោះมันល្បីនៅអាផ្លូវ60នោះណាកាប់សម្លាប់អ្នកអីគេលក់អីគេ
លោកកញ្ចក់ហ្នឹងហើយដោយសារអីមនុស្សនោះវាមានលោភៈទោសៈមោហៈហ្នឹងហើយបានឈានទៅរកការកាប់សម្លាប់គ្នាអញ្ចឹងអ្នកដែលគួរឲ្យភ័យខ្លាចជាងគេមិនមែនខ្មោចទេគឺមនុស្សមិនមែនខ្មោចទេហើយបើកូនចៅប្រុសស្រីខ្លះទៀតកូនចៅប្រុសស្រីខ្លះការដែលឪពុកមិនតាន់ស្លាប់ហ៊ានចូលចិត្តឪពុកដល់ពេលឪពុកស្លាប់បាត់តែសពឪពុកមិនហ៊ានចូលក្បែរផងមានទេហ្នឹងធ្លាប់ឃើញទេញោមធ្លាប់ឃើញហើយរឿងនេះញោមរឿងទេរឿងកាត់ឆុងនិយាយទៅចុះរឿងកាត់ឆុងនេះណាញោមពុទ្ធបរិស័ទហើយកូនចៅខ្លះមិនហ៊ានទៅសពមិនហ៊ានទៅបន់សពឪពុកទេខ្លាចកាត់ឆុងខ្លាចវាឆុងឆ្នាំប៉ុន្តែដល់ពេលគេឪពុកម្ដាយយកអស់លីងអត់មានចេះខ្លាចកាត់ឆុងលុយឪពុករបស់ដែលឪពុកគេមរតកយកអស់លីងចាំមិនខ្លាចអាកាត់ឆុងនឹងផងដល់ពេលដែលបន់សពឪពុកអត់ហ៊ានមកទេខ្លាចកាត់ឆុងបើអាត្មាជាឪពុកវិញណាបើអាត្មាវិញណាកូនចៅប្រុសស្រីណាហ៊ានតែយកអាកាត់ឆុងនឹងយកមកបន់សពអាត្មាមិនឲ្យចូលបន់សពទេនិយាយត្រង់ដូចញោមស្រីអាត្មាដូចជាថ្ងៃមុននោះយាយអាត្មាក៏ស្លាប់ដល់ពេលគាត់ស្លាប់ទៅញោមស្រីអាត្មាហ្នឹងញោមបកើតហ្នឹងគាត់ទៅរកគ្រូមើលគ្រូគេថាឆ្នាំម្នាងឯងហ្នឹងឆុងជាមួយម្ដាយម្នាងឯងហ្នឹងកុំទៅបន់សពបានអាត្មាលឺអាត្មាក៏តបពេកអញ្ចឹងទៅញោមស្រីទេមកអាត្មាទេមកថាលោកកូនអើយខ្ញុំកណាមិនហ៊ានទៅបន់សពលោកយាយទេដោយសារខ្ញុំកណាហ្នឹងវាឆុងឆ្នាំជាមួយយាយអាត្មាថាញោមឪពុកម្ដាយខ្ញុំឯងបកើតណាគាត់តែបន់សពមួយថ្ងៃហ្នឹងខ្ញុំឯងឲ្យហ៊ានទៅហើយចោះគេមរតកខ្ញុំឯងយកធ្វើអីបើសិនបើត្រឹមតែបន់សពខ្ញុំឯងមិនទៅបន់សពផងនោះខ្លាចកាត់ឆុងហើយចុះសួរថាតើគ្រូដែលមើលថាកាត់ឆុងហ្នឹងដែលឲ្យបាយខ្ញុំឯងមួយចានហូបទេអត់ដែរឲ្យទេមានតែឪពុកម្ដាយទេដែលឲ្យបាយហូបរាល់ថ្ងៃឲ្យសម្លៀកបំពាក់ឲ្យចំណេះដឹងទៅសួរគ្រូដែលកាត់ឆុងមើលគ្រូដែលទាយមើលសួរគ្រូអស់ហ្នឹងសួរថាតើដែលឲ្យបាយមួយចានហូបអត់ហ្នឹងហើយកូនកតញ្ញូណាញោមកូនកតញ្ញូគេមិនគិតអារឿងកាត់ឆុងទេអារឿងកាត់ឆុងជាទំនៀមបុគ្គលឆោបបោកទេតាមព្រះពុទ្ធសាសនាព្រះអង្គមិនមានទេរឿងកាត់ឆុងអារឿងកាត់ឆុងអារឿងអីនេះគ្មានទេតាមគំនិតរបស់មនុស្សទេតើណាញោមមនុស្សគិតល្អធ្វើល្អនិយាយល្អកើតជាមង្គលហើយតើណាញោមតែបើមនុស្សនឹងធ្វើមិនល្អនិយាយមិនល្អគិតមិនល្អបើទោះជាញោមទៅដល់ឋានប្រច័នក៏ដោយបើទោះជាញោមទៅដល់ប្រទេសអាមេរិកក៏ដោយនៅតែមិនត្រូវជាមួយគេអញ្ចឹងតើណាញោមរឿងកាត់ឆុងរឿងអីនេះញោមហើយកុំទៅជឿពេកញោមខ្លះជឿរហូតដល់ទៅសំបីតែបុណ្យសពម្ដាយឪពុកខ្លួនឯងមិនមកផងអាហ្នឹងវាសំដែងចេញអំពីមិនសំដែងថាយើងនេះជាកូនប៉ុន្តែមិនប្រព្រឹត្តទូនាទីជាកូនឲ្យបានល្អសំបីតែបុណ្យសពយើងមិនមកហ្នឹងហើយមកថាអញ្ចឹងប្រាប់ញោមស្រីអញ្ចឹងប្រាប់ញោមស្រីអាត្មាថាអញ្ចឹងតែញោមស្រីអាត្មាមានអីគាត់ទៅចូលបុណ្យសពយាយអាត្មាទៅឥឡូវមានអីគ្មានទៅឈឺអីផងអ្នកខ្លះគេថាចូលបុណ្យសពទៅខ្លាចឈឺខ្លាចអីអាត្មាថាខ្ញុំឯងបើខ្ញុំឯងឈឺអាត្មាមើលកុំទៅខ្លាចខ្ញុំឯងនៅមានលោកកូនមួយដែរតាអត់ទេញោមណាចុកជើងអាត្មាបាទតើនេះញោមណាដូច្នេះបុណ្យសព
ក៏ដោយបុណ្យអ្វីក៏ដោយដែលយើងធ្វើជូនចំពោះលោកអ្នកមានគុណរបស់យើងយើងក៏បីកុំឆ្លោះតោះតែងគ្នាក៏បីកុំយកឲ្យរឿងកាត់ឆុងនឹងយកមកដាក់ពីមុខកាលណាយើងយកអានឹងដាក់ពីមុខហ្នឹងញោមធ្វើបុណ្យមិនកើតទេធ្វើបុណ្យទៅខ្លាចនេះធ្វើបុណ្យទៅខ្លាចនោះដោយសារអីដោយសារតែយើងវាមិនលុះនៅក្នុងសច្ចធម៌របស់ព្រះសម្មាសម្ពុទ្ធតើណាញោមនៅលើផែនដីនេះអ្នកដែលបោកយើងបានណាញោមយល់មកស្មាននិយាយទៅចោះរឿងដែលគេបោកយើងបានរឿងដែលគេបោកយើងបានដោយសារហេតុ3យ៉ាងណាញោមឲ្យចាំណាហេតុទី1ដោយសារតែយើងវាល្ងងទទួលស្គាល់ថាយើងល្ងងខំប្រឹងប្រែងរៀនខំប្រឹងប្រែងស្វែងរកនៅចំណេះដឹងថ្មីទី1ដោយសារតែយើងវាល្ងងបានជាគេបោកយើងបានអត់ទេបោកប្រាស់យើងបានទី2ដោយសារតែយើងឆាប់ជឿគេតែនេះញោមរឿងអីក៏ដោយកុំឆាប់ជឿគេពេកពិនិត្យមើលបច្ច័យពិនិត្យមើលហេតុផលផងកុំតែឆាប់ជឿគេពេកញោមកាលណាយើងឆាប់ជឿគេពេកវាងាយនឹងឲ្យយើងគ្រោះថ្នាក់ណាស់នឹងទី2តើនេះញោមអញ្ចឹងហេតុដែលនាំឲ្យគេបោកយើងបានទី1ល្ងងទី2ឆាប់ជឿទី3លោភលន់ណែអាការលោភលន់ហ្នឹងក៏គ្រោះថ្នាក់ដែរណាញោមគ្រោះថ្នាក់សាហាវណាអាការលោភលន់នេះណាញោមមកធ្វើឥឡូវអាត្មាឧទាហរណ៍បន្តិចចាញោមធ្លាប់លើរឿងតាជជក់ដែរញោមតាជជក់មិនងាប់ដោយសារអីតាជជក់ងាប់ដោយសារតែស៊ីច្រើនមែនទេញោមស៊ីច្រើនទៅដល់ពេលស៊ីច្រើនទៅវាប៉ោងពោះទៅវាអត់ទៅលើក៏មិនទៅក្រោមក៏មិនទៅបែកពោះស្លាប់បដ ாய் ហ្នឹងហើយញោមតើណាកុំលោភលន់ពេកញោមឃើញញោមដែរស្ទូចត្រីដែរពេលដែលស្ទូចត្រីគេមិនយកនុយទៅបិទអាផ្លែស្ទូចមែនទេដល់ពេលត្រីវាស៊ីនុយទៅវាជាប់អីជាប់មាត់ហ្នឹងហើយយ៉ាងណាមិញដូចគ្នាអញ្ចឹងមនុស្សយើងដូចគ្នាអញ្ចឹងហ្នឹងហើយកុំឆាប់ជឿកុំលោភលន់ពេកតើនេះញោមពិនិត្យមើលបច្ច័យផងពិនិត្យមើលហេតុផលគេផងដូចអ្នកខ្លះអីណាញោមមើលដូចមកវឹកនេះល្បីរឿងអីព្រះសាស្តាអីចុះមកអីអាណានេះចាញោមមិនជឿហ្នឹងថាញោមជិតតែជឿហ្នឹងចាញ់បោកគេហើយឥឡូវក្រសួងធម្មការនិងសាសនាចេញដីកាមកហើយណាចេញដីកាមកអ្នកដែលតាំងខ្លួនឯងជាសាស្តាហើយមួយបង្កាច់ធម៌ព្រះសម្មាសម្ពុទ្ធហើយនិយាយថាបត្រៃបេដកអគ្រប់ទឹកធ្លាប់ឃើញទេល្បីឥឡូវហ្នឹងហើយឥឡូវក្រសួងធម្មការនិងសាសនានៅប្រសង់ខេត្តនយោបាយលោកចេញដីកាមកហើយគឺតើតែយើងខ្លាំងដែរតែយើងមិនខ្លាំងទេហ្នឹងពួកអ្នកដែលចង់បំផ្លាញពុទ្ធសាសនាហ្នឹងច្រើនណាស់ចឹងតើយើងខ្លាំងហើយរួបរวมគ្នាការពារទៅបានហ្នឹងហើយញាតិញោមពុទ្ធបរិស័ទមកប្រែជើងតិចសិននេះជើងណាញាតិញោមអាចពេនបានក៏ពេនទៅញោមណាហ្នឹងហើយចាប់ឡូវឥឡូវបញ្ចប់ធម៌តែម្ដងណាញោមណាបញ្ចប់ធម៌តែម្ដងញាតិញោមរឿងជុកជើងដែរហើយណាញោមណាអង្គុយយើងគិតមើលអង្គុយតាំងពីប្រសងលោកសូត្រមុនឥឡូវមកតល់នឹងទេសនាទៀតអង្គុយយូរដែរហ្នឹងហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទឥឡូវយើងចូលធម៌យើងណាញោមណាអញ្ចឹងញាតិញោមចាំណាអា3មិញហ្នឹងការពារខ្លួនយើងណាញោមណាមិនងាយអង្គណាទេសនាធម៌3ហ្នឹងទេ
អាត្មាជាអនិច្ចញាតិញោមជាទេសនាទៅអញ្ចឹងបាទអាត្មាវាមិនសូវបានសម្ដែងថយណានៅសារអាត្មាវាមិនសូវផោអាត្មាវាមិនចេះផោញាតិញោមទេតើណាញោមរឿងដែលថាខុសអាត្មាថាខុសត្រូវអាត្មាថាត្រូវបើកាលណាអាត្មានិយាយសច្ចធម៌ទៅហើយមានគេស្អប់ក៏ស្អប់ចោះពួកអាការដែលគេស្អប់យើងនឹងគង់តែគេស្អប់ទេតែសំខាន់យើងអ្នករៀនធម៌អ្នករៀននៅសច្ចធម៌របស់ព្រះសម្មាសម្ពុទ្ធត្រូវតែនិយាយនៅសច្ចធម៌តើនេះញោមញោមធ្លាប់ឮដែរប្រសងលោកសោតចយន្តោមិញចយន្តោពោទយាមូលិសក្ខាណាំងណាខណៈល្អយាមល្អការចេញពីណាមកការចេញអំពីការចិត្តល្អធ្វើល្អគិតល្អឃើញទេនិយាយល្អអាហ្នឹងអញ្ចឹងណា